ចំពោះអេកូបេះដូងយើងមើលបានច្រើនមែនតើទីមួយយើងអាចមើលតើទីតាំងរបស់បេះដូងនៅផ្នែកខាងឆ្វេងត្រឹមត្រូវដែរអត់ឬក៏នៅផ្នែកខាងស្ដាំព្រោះមានបេះដូងមួយចំនួនទូចរបស់កុមារមាននៅខាងស្ដាំអញ្ចឹងយើងអាចមើលតើគេហៅ position ទីតាំងរបស់បេះដូងកុមារហ្នឹងនៅផ្នែកខាងឆ្វេងត្រឹមត្រូវដែរអត់បន្តមកទៀតយើងអាចមើលដូចបងបាននិយាយអញ្ចឹងគឺថតបេះដូងរបស់យើងហ្នឹងមាន4ថតត្រឹមត្រូវដែរអត់ព្រោះមានជំងឺបេះដូងខ្លះគឺមានត្រឹមតែ3ថតទេបានន័យថាឧទាហរណ៍ថាថតលើ2ថតក្រោម1អញ្ចឹងទៅខ្លះទៀតមានថតក្រោម1ថតលើ2ធម្មតាអញ្ចឹងវាគឺប្លែកគ្នាអញ្ចឹងណាមួយទៀតយើងអាចមើលរចនាសម្ព័ន្ធរបស់សាច់បេះដូងតើរចនាសម្ព័ន្ធសាច់បេះដូងហ្នឹងគឺល្អត្រឹមត្រូវតាមធម្មជាតិដែរអត់ព្រោះមានសាច់បេះដូងខ្លះបានតែស្ដើងរីកស្ដើងតែម្ដងខ្លះទៀតគឺបេះសាច់បេះដូងហ្នឹងគឺឡើងក្រាស់តែម្ដងអញ្ចឹងយើងបានមើលទាំងផ្នែកនៃសាច់បេះដូងបន្តមកទៀតយើងអាចបានមើលប្រឹសរបស់បេះដូងព្រោះប្រឹសធម្មតាយើងជាមានទូនាទីមួយបិទបើកក្នុងការបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គនិងទទួលឈាមពីសរីរាង្គមកវិញអញ្ចឹងតាមមើលតាមប្រឹសរបស់បេះដូងនោះបិទបើកធំត្រូវដែរអត់មានរឹងដែរអត់មានធ្លុះធ្លាយត្រង់ណាដែរអត់អញ្ចឹងណាហើយបន្តមកទៀតយើងអាចមើលបានឃើញសរសៃឈាមដែលដុសចេញពីបេះដូងទៅចិញ្ចឹមរាងកាយនិងសរសៃឈាមដែលប្រមូលឈាមអាក្រក់ដែលហៅឈាមខ្មៅហ្នឹងពីសួតមកវិញចូលបេះដូងនោះត្រឹមត្រូវដែរអត់អញ្ចឹងណាព្រោះមានជំងឺខ្លះមួយចំនួនធ្ងន់ធ្ងរដែរពីកំណើតមកកើតមកប្រហែលជាបានមួយខែអីហ្នឹងឬក៏កើតភ្លាមឡើងភ្លាមហ្នឹងគឺឡើងស្វាយតែម្ដងក៏មានដែរគឺបានន័យថាសរសៃឈាមបេះដូង2ព្រោះធម្មតាបេះដូងរបស់យើងមានសរសៃឈាម2ទី1ដុសចេញពីបេះដូងទី2បេះដូងខាងឆ្វេងនិងបេះដូងខាងស្ដាំអញ្ចឹងពេលដែលមានភាពមិនធម្មតាបានថាសរសៃឈាមទាំងពីរហ្នឹងវាដូរគ្នាមួយទៅឈាមខ្មៅមកឈាមក្រហមមកខ្មៅឈាមខ្មៅទៅក្រហមវិញអញ្ចឹងពេលនោះធ្វើឲ្យកុមារឡើងស្វាយអញ្ចឹងយើងអាចមើលបានភាពមិនធម្មតានៃសរសៃឈាមធំទាំងពីរហ្នឹងបានថែមទៀតអញ្ចឹងណាអញ្ចឹងមួយទៀតយើងអាចមើលសរសៃឈាមអាទូចដែលដុសចេញពីបេះដូងហ្នឹងទៅចិញ្ចឹមសាច់បេះដូងខ្លួនឯងហ្នឹងក៏មានដែរអញ្ចឹងណាអញ្ចឹងយើងមើលបានរចនាសម្ព័ន្ធច្រើនមែនតើអញ្ចឹងពេលដែលអេកូបេះដូងហ្នឹងគឺមានអត្ថប្រយោជន៍មែនតើយើងមិនត្រឹមតែមើលតែថតបេះដូងមាន4ថតអីតែប៉ុណ្្នឹងឯងអញ្ចឹងយើងមើលតាំងពីសាច់បេះដូងតាំងពីប្រឹសតាំងពីសរសៃឈាមអីតាំងពីទីតាំងរបស់បេះដូងរបស់កូនប្រមាថទាំងអស់គ្នាទៀតអញ្ចឹងណាអញ្ចឹងយើងមើលបានច្រើនមែនតើចា៎